យ៉ាងហោចណាស់មនុស្ស32នាក់បានស្លាប់និង700នាក់ទៀតរងរបួសបន្ទាប់ពីប្រទេសវេណេស៊ុយអេឡាត្រូវបានវាយប្រហារដោយគ្រោះរញ្ជួយដីចំនួន2លើកផ្ទួនគ្នាក្នុងរយៈពេលត្រឹមតែ40វិនាទីប៉ុណ្ណោះកាលពីថ្ងៃទី24ខែមិថុនាឆ្នាំ2026យោងតាម Reuters និង CNN ចេញផ្សាយនៅថ្ងៃទី25ខែមិថុនារញ្ជួយដីលើកទី2ដែលមានកម្លាំង 7.5 Richter ត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏ខ្លាំងបំផុតដែលប្រទេសនេះមិនធ្លាប់ជួបក្នុងរយៈពេល100ឆ្នាំចុងក្រោយអាជ្ញាធរព្រមានថាចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀតតាមអាជ្ញាធរវេណេស៊ុយអេឡារញ្ជួយដីលើកទី1មានកម្រិត 7.2 Richter បានកើតឡើងនៅឆ្នេរសមុទ្រភាគខាងជើងប្រទេសអាជ្ញាធរមិនទាន់បានប្រកាសឲ្យប្រជាពលរដ្ឋស្វែងរកកន្លែងសុវត្ថិភាពផងស្រាប់តែ40វិនាទីក្រោយមករញ្ជួយដីកម្រិត 7.5 Richter បានវាយប្រហារបន្ថែមបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅរដ្ឋធានីការ៉ាកាសនិងតំបន់ជាច្រើនផ្សេងទៀតផ្ទះសម្បែងអាគារលំនៅឋាននិងសំណង់ជាច្រើនបានបាក់រលំខណៈដែលមនុស្សជាច្រើននៅតែជាប់ក្រោមគំនរបែកបាក់មកទល់នឹងពេលនេះក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិតនិងជួយជម្លៀសប្រជាពលរដ្ឋចេញពីអាគារដែលប្រឈមទៅនឹងការដួលរលំបន្ថែមអ្នករស់នៅក្នុងទីក្រុងការ៉ាកាសម្នាក់ដែលធ្លាប់ឆ្លងកាត់គ្រោះរញ្ជួយដីកាលពីឆ្នាំ1967បាននិយាយថាលោកមិនធ្លាប់បានជួបគ្រោះរញ្ជួយដីដែលមានកម្លាំងខ្លាំងបែបនេះឡើយចំណែកស្ត្រីម្នាក់ទៀតដែលរត់គេចចេញពីអាគារខូចខាតបានប្រាប់សារព័ត៌មានថាទស្សនវិជ្ជានៅជុំវិញអ្នកស្រីនៅពេលនោះដូចជាខ្សែភាពយន្តដ៏ភ័យរន្ធត់ដោយមានធូលីហុយពេញអាកាសមនុស្សស្រែករកសាច់ញាតិនិងរត់គេចដោយភាពភ័យស្លន់ស្លោក្រៅពីការបាត់បង់ជីវិតនិងការខូចខាតយ៉ាងធ្ងន់ធ្ងរគ្រោះមហន្តរាយនេះក៏ត្រូវបានគេរំពឹងថានឹងធ្វើឲ្យសេដ្ឋកិច្ចរបស់វេណេស៊ុយអេឡាកាន់តែជួបការលំបាកប្រទេសដែលមានប្រេងបម្រុងធំបំផុតមួយនៅក្នុងពិភពលោកបានរងវិបត្តិសេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំដោយសារតែអតិផរណាខ្ពស់ទណ្ឌកម្មអន្តរជាតិបញ្ហាអំពើពុករលួយនិងការធ្លាក់ចុះនៃវិស័យប្រេងខ្ញុំរស់សុធាពី News Today NTTV Let's go. The new Ford Territory.